ថ្ងៃនេះឆ្លៀតពេលលៀងកន្លែងចងបឺណាបងប្អូនអរគ្នាក្នុងខ្ញុំចាំនៅក្នុងលូស៊ីម៉ង់ពងហ្នឹងចាប់ដើមពងនេះវាប៉ុនមេជើងតែពងបានច្រើនឃើញមានញាស់តូចច្រើនដែរហើយទឹកវាឡើងស្លាយខៀវដែរអញ្ចឹងតែនេះឆ្លៀតពេលមកលេងវាបន្តិចព្រោះអីកាលណាយើងអត់ដូរទឹកក៏វាសុខភាពអត់ល្អដែរណាខ្យងណាវាអត្រានៃការធំធាត់វាយឺតតែបើសិនជាយើងឧស្សាហ៍ដូរទឹកវាគឺវាសុខភាពវាល្អវាធំលឿនសាច់វាណែនណាហើយពណ៌វាស្អាតតែបើសិនជាយើងអត់ដូរទឹកវាញឹកទេវាឡើងស្លែខ្យងយើងគឺពណ៌ឡើងខ្មៅអត់ក្រហមទេតែបើសិនជាយើងបានដូរទឹកវាញឹកគឺសបកវាក៏ឡើងពណ៌ល្មៀតដែរសាច់វាក៏ដូចគ្នាអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមខ្យងបឺគឺឧស្សាហ៍ដូរទឹកទៅដើម្បីឲ្យការលូតលាស់របស់ខ្យងយើងគឺល្អហើយលឿនយើងឆាប់បានហូបចិញ្ចឹមលក្ខណៈគ្រួសារទុកគ្រាន់ហូបព្រោះឥឡូវខ្យងស្រែក៏យើងមិនដឹងទៅចាប់នៅណាដែរហើយយើងចិញ្ចឹមខ្យងបឺនេះវាអត់មានស៊ីចំណីអីថាយើងត្រូវទិញអស់ថ្លៃចំណីថ្លៃអីទេអញ្ចឹងយើងចិញ្ចឹម2 3អាងតង់លូស៊ីម៉ង់អីក៏បានសម្រាប់ទុកហូបខ្លួនឯងលក្ខណៈគ្រួសារថ្ងៃណាចង់ចំហុយខ្យងអីចឹងណាយើងអាចធ្វើហូបទៅព្រោះនេះយើងវាស៊ីបន្លែធម្មជាតិតែតកួនស្លឹកបាសអីទេតែបើសិនជាយើងចំណាយដើមទុនទៅយើងថាចិញ្ចឹមតិចតួចទៅវាអត់បានលក់ដូរអញ្ចឹងណាតែនេះយើងចិញ្ចឹមយើងអត់មានប្រើប្រាស់ដើមទុនទេយើងមានតែពូជខ្យងបឺមកយើងអាចចិញ្ចឹមបានហ្មងណាបងប្អូនទាំងគ្នាអាយុវាលឿនទេឲ្យតែវាញាស់មកបានធំប៉ុណ្ណឹងកូនដៃអីគឺចាប់ដើមធំលឿនណាឲ្យតែយើងមានចំណៃដៃស៊ីស្លឹកបាសស្លឹកអីគេឆៃយ៉ាទៅស្លឹកនងតកួនធំលឿនណានេះខ្ញុំប្រហោដោយសារដាក់យើងដាក់តយោតាតយោ27ចឹងវាយឺតហូរយឺតហើយខ្យងវាចេញមកតាមយើងបង្ហូរដែរណាបងប្អូនអរគ្នាអញ្ចឹងត្រូវអីត្រង់ផងតែអត់ត្រង់ទេកូនវាទៅតាមទឹកយើងបង្ហូរនេះពីកូនណាអញ្ចឹងខ្ញុំត្រង់ទៅដើម្បីយកកូនវាវិញយកទៅដាក់វិញហើយបើយើងអត់ត្រង់ទេហូរទៅបាត់អស់ហើយកូនខ្យងហ្នឹងព្រោះអីវាតូចអញ្ចឹងណាវាញាស់លាយគ្នាវាមានធំមានតូចព្រោះដោយសារដូចខ្ញុំថាអញ្ចឹងខ្យងហ្នឹងវាមិនចាំបាច់តតែធំប៉ុនកដៃបានពងទេអត់ទេអានេះតតែមុំប៉ុនមេជើងអីគឺវាចាប់ដើមពងញាស់អញ្ចឹងណាអញ្ចឹងហើយឲ្យតការថែទាំរបស់យើងបានដិតដល់អញ្ចឹងគឺវាអត្រានៃការប្រមូលផលហូបលក្ខណៈគ្រួសារមិនខ្វះទេចិញ្ចឹមតែ3 4លូអីហូបបានហើយមិនចាំទៅខ្យងបឹងរមឃើញទេឡូវអ្នករដើរលក់ច្រើនណាហើយយើងអត់ជំនាញទៅរហ្នឹងមានកន្លែងរបានទៀតណាអញ្ចឹងយើងចិញ្ចឹមតែខ្យងបឺ2 3លូទៅហូបបានហើយចង់ការីក៏បានចង់ចំហុយក៏បានណាហើយយើងអាចយកសាច់វាទៅយើងប្រឡាក់គ្រឿងអាំងធ្វើដូចអាំងទឹកគោក៏បានដែរបងប្អូននេះក៏ទំនងដែរណាខ្យងបឺនេះរួមទៅមកហូបអាហារគឺធ្វើបានច្រើនមុខណាច្រើនមុខខ្យងបឺនេះដោយសារសាច់វាស្រួយអត់ដូចខ្យងស្រែយើងវាស្វិតហូបយូររយធ្គាមតែមកខ្យងបឺអត់ទេណាសាច់វាស្រួយអញ្ចឹងយើងហូបទៅក៏វាមានរសជាតិឆ្ងាញ់ដែរមកខ្យងស្រែហ៊ានហូបច្រើនណាល្មូនពោះទៀតអញ្ចឹងការថែទាំទឹកគឺសំខាន់ណាស់បងប្អូនទាំងអស់គ្នាគឺយើងឧស្សាហ៍ដូរទៅគឺវាខ្យងលូតលាស់បានលឿនដូចគ្នាណា